បុគ្គលធ្វើឲ្យរឿងពិគ្រោះគ្នាខូចបង់8ពួកព្រះចៅមិលិន្ទទូលថាប្រគុណម្ចាស់នាគសេនបុគ្គល8ពួកនេះនៅពេលពិគ្រោះជាមួយរមែងធ្វើឲ្យរឿងដែលពិគ្រោះគ្នាដល់នូវការខូចបង់បុគ្គល8ពួកនោះយ៉ាងដូចម្ដេចគឺអ្នករាគៈចរិតមួយអ្នកទោសៈចរិតមួយអ្នកមោហៈចរិតមួយអ្នកមានះចរិតមួយអ្នកដែលកំពុងចង់បានមួយអ្នកខ្ជិលច្រអូសមួយអ្នកចូលចិត្តគិតតែម្នាក់ឯងមួយជនពីលមួយបុគ្គលទាំង8ពួកទាំងនេះរមែងធ្វើឲ្យរឿងដែលពិគ្រោះគ្នាដល់ការខូចបង់ព្រះថេរៈថ្វាយប្រពោលសួរថាបុគ្គលទាំងនោះមានអ្វីជាចំណុចមិនល្អព្រះរាជាទូលថាប្រគុណម្ចាស់នាគសេនអ្នករាគៈចរិតរមែងធ្វើឲ្យរឿងដែលពិគ្រោះគ្នាដល់ការខូចបង់ព្រោះអំណាចនៃរាគៈអ្នកទោសៈចរិតរមែងធ្វើឲ្យរឿងដែលពិគ្រោះគ្នាដល់ការខូចបង់ព្រោះអំណាចនៃទោសៈអ្នកមោហៈចរិតរមែងធ្វើឲ្យរឿងដែលពិគ្រោះគ្នាដល់ការខូចបង់ព្រោះអំណាចនៃមោហៈអ្នកមានះចរិតរមែងធ្វើឲ្យរឿងដែលពិគ្រោះគ្នាដល់ការខូចបង់ព្រោះអំណាចនៃមានះអ្នកដែលកំពុងចង់បានរមែងធ្វើឲ្យរឿងដែលពិគ្រោះគ្នាដល់ការខូចបង់ព្រោះអំណាចនៃការចង់បានអ្នកខ្ជិលច្រអូសរមែងធ្វើឲ្យរឿងដែលពិគ្រោះគ្នាដល់ការខូចបង់ព្រោះការខ្ជិលច្រអូសអ្នកចូលចិត្តគិតម្នាក់ឯងរមែងធ្វើឲ្យរឿងដែលពិគ្រោះគ្នាដល់ការខូចបង់ព្រោះគំនិតតែម្ខាងជនពាលរមែងធ្វើឲ្យរឿងដែលពិគ្រោះគ្នាដល់ការខូចបង់ព្រោះភាពជាពាលក្នុងរឿងនេះទើបមានកំណត់ថាបុគ្គលធ្វើឲ្យរឿងពិគ្រោះគ្នាដល់ការខូចបង់មាន8ពួកទាំងនេះគឺអ្នកតែងមានចំណងមួយអ្នកតែងខឹងមួយអ្នកវង្វេងមួយអ្នកមានមានះមួយអ្នកលោភៈមុខច្រើនមួយអ្នកខ្ជិលច្រអូសមួយអ្នកចូលចិត្តគិតម្នាក់ឯងមួយជនពាលមួយដូចនេះបុគ្គលធ្វើឲ្យរឿងពិគ្រោះគ្នាខូចបង់8ពួកពាក្យថាធ្វើឲ្យរឿងពិគ្រោះគ្នាដល់ការខូចបង់បានសេចក្តីថាបុគ្គល8ពួកទាំងនេះពេលបានពិគ្រោះជាមួយគឺសន្ទនាជាមួយអ្នកដទៃហើយរមែងធ្វើឲ្យរឿងដែលពិគ្រោះគ្នាគឺធ្វើឲ្យខ្លឹមសារដែលពិគ្រោះគ្នាដល់ការខូចបង់គឺប្រកាន់យកខ្លឹមសារខុសឲ្យទៅជាប្រការដទៃពីបំណងដែលចង់បានឬធ្វើឲ្យកើតទៅជាទោសនៅពេលយករឿងដែលពិគ្រោះគ្នាទៅប្រាប់អ្នកដទៃផ្សេងទៀតធ្វើឲ្យអ្នកទាំងនោះទៅជាប្រកាន់យកគំនិតនោះតាមខ្លួនពាក្យថារាគៈចរិតគឺបុគ្គលដែលសម្បូរទៅដោយរាគៈដល់នូវភាពរីករាយក្នុងអារម្មណ៍ទាំងឡាយបានដោយងាយសូម្បីបានទទួលអារម្មណ៍មានរូបជាដើមរមែងដែលជាទីប្រាថ្នាត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះក៏កើតបិតិសោមនស្សជាខ្លាំងជាមនុស្សចូលចិត្តសប្បាយមានធម្មតាសប្បាយចិត្តជាសុខមានរាគៈកើតឡើងជារឿយៗពាក្យថាអ្នកទោសៈចរិតគឺបុគ្គលដែលសម្បូរទៅដោយទោសៈដល់នូវភាពល្អក់កកចិត្តបានដោយងាយសូម្បីបានទទួលអារម្មណ៍មានរូបជាដើមដែលមិនជាទីប្រាថ្នាត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះក៏កើតទោមនស្សជាខ្លាំងជាមនុស្សមានទុក្ខមានធម្មតាកើតទុក្ខពោពេញទៅដោយភាពល្អក់កកចិត្តមានទោសៈកើតឡើងជារឿយៗពាក្យថាអ្នកមានមោហៈចរិតគឺបុគ្គលដែលសម្បូរទៅដោយមោហៈគឺភាពវង្វេងភាពមិនដឹងជាមនុស្សដែលពោពេញទៅដោយភាពស្ទាក់ស្ទើរក្នុងចិត្តឬសម្បូរទៅដោយភាពរីមាយនៃចិត្តមានធម្មតាមិនយល់អំពីហេតុផលក្នុងរឿងនោះមិនអាចសម្រេចចិត្តក្នុងអារម្មណ៍នោះថាជាយ៉ាងនេះឬយ៉ាងនោះបានដាច់ខាតនោះទេនឹងធ្វើកិច្ចការអ្វីមួយភាគច្រើនគឺធ្វើមិនបានល្អធ្វើ
ធ្វើទៅតាមគំនិតដែលមិនប្រកបដោយបញ្ញាមានធម្មតាថ្មឹងស្វឹកពោរពេញទៅដោយភាពមិនពាក្យថាអ្នកមានអ្នកចរិតតាមពិតគឺអ្នករាគៈចរិតនោះឯងគ្រាន់តែរាគៈដែលកើតឡើងតែងតែជារាគៈដែលកើតរួមជាមួយនេះនេះគឺការប្រកាន់ខ្លួនពាក្យថាអ្នកដែលកំពុងចង់បានសេចក្តីថាទោះបីជាមនុស្សចរិតផ្សេងដទៃទៀតដែលមិនមែនជាអ្នករាគៈចរិតក្តីនៅពេលមានការចង់បានកើតឡើងក៏ឈ្មោះថាជាអ្នកកំពុងចង់បានទាំងអស់ពាក្យថាអ្នកខ្ជិលច្រអូសគឺអ្នកដែលរួញរាក្នុងកិច្ចការក្នុងការងារដែលគួរធ្វើទាំងឡាយពាក្យថាអ្នកចូលចិត្តគិតម្នាក់ឯងគឺអ្នកដែលមានធម្មតាគិតម្នាក់ឯងមិនត្រូវការមិត្តឬអ្នករួមគ្នាគិតទើបតែងតែគិតបានតែមួយផ្នែកដែលអាចមិនមែនជាផ្នែកត្រឹមត្រូវពាក្យថាជនពាលគឺអ្នកល្ងង់គ្មានបញ្ញាមិនចេះបែងចែកថានេះមានសារៈគួរប្រកាន់យកនេះមានសារៈមិនគួរប្រកាន់យកនេះគួរស្វែងនេះមិនគួរស្វែងរកមានធម្មតាធ្វើក្តីនិយាយក្តីគិតក្តីតែងតែជារឿងដែលបង្កសេចក្តីទុក្ខក្តៅក្រហាយដល់ខ្លួនឬអ្នកដទៃចប់ពាក្យអត្ថប្បាយស្ដីអំពីបុគ្គលធ្វើឲ្យរឿងពិគ្រោះគ្នាខូចបង់8ពួកត្រឹមនេះ